អូខេសួស្តីទាំងអស់គ្នាថ្ងៃហ្នឹងមកចែកម្លែកបន្តទៀតពីថ្ងៃនេះយើងនឹងរៀនធ្វើពីសមាសឥឡូវស្មានយកกระดาษប៉ាន់នេះមួយ1500ក៏នឹង1500ហើយស្មានបង្កើតនៅ shape មួយដើម្បីគូវាប៉ាន់នេះចាស់យើងស្មានយកវាជាពណ៌ gray បែបនេះហើយតទៅទៀតហ្នឹងទីនៅ drink ចូលអញ្ចឹង drink នេះគឺគ្នាយើងឃើញនៅក្នុងមុនហើយស្មានយកអាហ្នឹងមកប្រើដែរហើយស្មានយកមកប្រើទៀតអញ្ចឹងស្មានទាញវាជាបែបនេះចាស់អញ្ចឹងទៅតាមសមាសស្មានធ្វើឲ្យ background នេះរាងភ្លឺបន្តិចអូខេទេប៉ុណ្ណេះចាចឹងគាត់ធ្វើឲ្យ background រឿងភ្លឺយើងស្មានទាញយកវាទៅជាភ្លឺបែបនេះហើយគាត់អស់វាមកក្រោមបន្តិចមកដើម្បីវាមើលទៅរាងអូខេប៉ុណ្ណេះហើយយកវាប៉ុណ្ណឹងហើយបងអាចដាក់ blur វាបានបើសិនជាបងចង់ឲ្យវា blur នៅក្នុងនេះវាអត់មាន blur ទេវាជួយទៅកាន់នេះហើយទាញ blur មកចាអូខេទៅកាន់មកទាញ blur មកបន្តិចមកខាងនេះបែបនេះមកដើម្បីវារឿង blur នៅខាងក្រោយតទៅទៀតស្មាននឹងដាក់នៅ shape ឲ្យវានៅខាងក្រោមនេះស្មាននឹងដាក់ជាស្មៅលើវាដោយស្មានដាក់នៅខាងក្រោមនេះស្មានបង្កើត layer មួយហើយនឹងទាញទៅលើប្រាស់ចូលអូខេអញ្ចឹងស្មាននឹងកំណត់លើប្រាស់ឲ្យវារាងកប៉ែតបែបនេះដើម្បីយកមកគូជាស្មៅលើវាហើយនៅក្នុងនេះបងអាចសេរីបានបងអាចចុចលេខ0ទៅដើម្បីដាក់ 100% ខាងដែលយើងចង់សេរីលឿនអញ្ចឹងខាងនឹងគូវាមកប៉ឹកមកជាទម្រង់ពណ៌ខ្មៅបែបហ្នឹងហើយអញ្ចឹងខាងនឹងអស់វាបន្តិចថ្មចង់ប្រើហ្នឹងថ្ងៃមុនថ្មបានប្រាប់គ្នាពីរបៀបនៃការគូអានេះមួយអញ្ចឹងថ្មនឹងគូវាបន្តអណ្ដាលចុះអញ្ចឹងថ្មនឹងគូវាជា style វាបែបនេះនេះជាចេះប៉ុណ្ណេះនេះតទៅទៀតថ្មចុចទៅទៅនឹង alt delete ទៅវានឹងចេញជាពលឺអាត្មាហើយអាត្មាចុច control T មួយដើម្បីចុច transform វាបើថ្មវាបាំងទៅនឹងតិចអញ្ចឹងថ្មចុចនេះតិចអូខេអញ្ចឹងនឹងអស់វាសេរីវាបន្តិចបន្តិចឲ្យវាចេញពីក្រៅបន្តិចបន្តិចទៅបានដោយសារនេះយើងចង់ធ្វើឲ្យសម្មាលដែលវាដិតជាប់ជាមួយនឹងកែវពេលយើងបន្ទប់វាជាលក្ខណៈបែបនេះហើយបន្តមកទៀតស្មាននឹងទាញនៅបង្កើត layer មួយទៀតដែល layer ថាទាញនៅខាងក្រោមមក layer យើងមិញនេះហើយខ្ញុំយកប្រាស់វាមកគូជាអូខេរៀងបែបនេះចឹងអូខេតាមទៀតបងអាចដូរ blend mode ទៅជា soft light ឬក៏បន្តិចទៅដើម្បីកុំឲ្យវារឿងដិតពេកលេខគូរឿងនេះបន្តិចចាគឺប៉ុណ្ណេះចឹងថែមបន្តិចទៅដើម្បីមើលទៅរឿងបន្ទប់ស្មឹងជាប់នៅហ្នឹងហើយបន្តមកទៀតបានស្មានឹង copy ទៅលើ layer នេះមួយហើយចុច Ctrl J copy វាស្មាអស់វានៅខាងក្រោមគេនេះដាក់វានៅខាងក្រោមហើយចុច Ctrl T ហើយស្មាចុច flip vertical ដើម្បីវាចេះលើក្រោមអូខេរៀងបែបនេះក្នុងករណីនេះបងអាចដើម្បីវាបាតបស៊ីគ្នាបងអាចប្រើ warp ដើម្បីនេះទៅទាញវាចេះអញ្ចឹងយើងអាចទាញវាជាលក្ខណៈស្មានយើងបាច់អង្គូក៏បានដែរសារយើងនេះយើងចង់បានទៅជាលក្ខណៈរូបរាងវាដែរគូដែលវាបន្ទប់ជាមួយនឹងនេះហើយអញ្ចឹងយើងគ្រាន់តែយកជារូបរាងវាបន្តិចមកតែមកយកវាជាគេវាប៉ុណ្ណេះតទៅទៀតថ្មចុច Ctrl U ដើម្បីទម្លាក់នៅ saturation របស់វាទៅជាពណ៌ខ្មៅអញ្ចឹងថ្មទម្លាក់ brightness របស់វាទៀតមកវាខ្មៅនេះ brightness បាច់បនទម្លាក់នេះក៏បានទម្លាក់ទៅ brightness ទៅគឺខ្មៅហើយប៉ុន្តែថ្មអាចនឹងទាញវារាងធំបន្តិចសារស្មៅវានេះរាងនេះអញ្ចឹងថ្មចុចទាញចំណេះถ้าចុច Ctrl ឲ្យជាប់ចុច Ctrl T ចុច Ctrl ឲ្យជាប់ទាញអានេះរាងធំបន្តិចរាងធំបន្តិចហើយថ្មនឹងទាញអានេះចូលតូចបន្តិចដោយសារសម្បត្តិវាបាញ់មកអញ្ចឹងលើនេះក៏គួររាងធំជាងនឹងដែរវាគួរណាស់ធួចអញ្ចឹងពេកទេវាគួរណាស់ជាលក្ខណៈស្មើគ្នាវាគួរនេះរាងធំជាងចេះបន្តមកទៀតគឺអាត្មានឹងប្រើទៅលើ blur ហើយយក blur ហើយយកតាក់ទងទៅនឹងតាក់ទង blur gallery ហើយយកពាក្យតា iris blur គឺជា blur មួយដែលអាត្មាចង់ឲ្យវា blur ទៅខាងក្រៅឯនៅក្នុងណាដែលវានៅក្នុងរង្វង់វាហ្នឹងគឺវាអត់ blur ទេបងអាចចូលមើលបាននេះអត់ blur ទេមកយកវារង្វង់វានេះបងឃើញថាក្នុងរង្វង់នេះវាអត់ blur ទេអញ្ចឹងថ្មនឹងទាញឲ្យវា blur ក្នុងលក្ខខណ្ឌថាបើសិនជាស្មៅហ្នឹងវានៅជាប់ជាមួយនឹងបាតផ្ទៃរាងកឹបអញ្ចឹងអាហ្នឹងវាអត់គួរណា blur ទេ show ថ្មនឹងទាញវារាងបន្តិចនេះទាញឡើងលើបន្តិចគឺប៉ុណ្ណេះអូខេប៉ុណ្ណឹងហើយថ្មចុចអូខេមក
enter សាបាត់ហើយបាំង so តទៅទៀតមកឃើញថាវារៀងច្បាស់ពេកជាងស្មើនឹងសេរីវាទៅកាន់ color ណាមួយដែលថ្មយកវាទៅជានេះចុះទៅជា soft light ហើយ soft light ថ្មនឹងចូលទៅកាន់នេះមួយទៀត gradient ដើម្បីដាក់ឲ្យវារៀងផ្ដាច់ខ្លះកុំឲ្យវាមើលទៅរៀងដិតពេកជាលក្ខណៈបែបនេះថានឹង copy វាមកតង់ទៀតហើយក្នុងលើនេះថ្មដាក់វាទៅជា multiply វិញនេះហើយទំលើ opacity វាខ្លះកុំឲ្យវាមើលទៅរៀងដិតពេកនេះនឹងនេះហើយទំលើវាពេកចង់ទំលើវាចឹងពេកសូមយកវាទៅប៉ុណ្ណេះវាចាំងហើយខាងក្រោមនេះអានឹងហើយមកយកវារៀងប៉ុណ្ណេះណាដាក់វាសេរីប៉ុណ្ណឹងទៅមកយកវានេះគឺជារបៀបនៃការបង្កើតនៅស្មោលបែបហ្នឹងហើយបងអាចគិតថាវារៀងដិតពេកបងអាចនេះវាត្រូវដាក់វាជា style ប៉ុណ្ណេះទៅវាបានហើយនៅក្នុងនេះបងអាចធ្វើជាពលឺវាបានបើសិនជាបងចង់បានពលឺគឺថាដាក់វាទៅជា shadow ក្នុងនេះបងអាចធ្វើជាពលឺបានអញ្ចឹងពលឺក្នុងនេះថ្មចង់ធ្វើឲ្យវែងឆ្ងាយសូត្រមកចូលទៅកាន់ inner shadow ហើយដាក់វាទៅជាពណ៌សតាមទៀតហើយសេរីតឡើងទៅលើ size ឲ្យវាមកឃើញថាអូខេវាមានស្មោលវាមានអីជាងធ្វើចង់ឲ្យវាច្បាស់ថាតឡើងនេះនេះតឡើង choke ដើម្បីវាច្បាស់នៅក្នុង distance គឺគម្លាតរបស់វាអញ្ចឹងគម្លាតរបស់វា depend on ទៅលើតទៅនឹង angle នេះបើសិនជាបងសេរី angle បែបនេះហើយបងទាញវាទៅឃើញវាពលឺបែបអញ្ចឹងវិញតែបើសិនជាបងសេរីទៅលើពលឺហ្នឹងវាមកពីចំហៀងបងសេរីទៅវាដឹងថាវាមកពីណាអញ្ចឹងក្នុងលក្ខខណ្ឌនេះយល់ទៅថាសេរីនៅក្នុងកំប៉ុងនេះទៅវាស្រួលស្មានជាងក្នុងនេះមកពិបាកស្មាននៅសម្រាប់អាត្មាយល់ទៅថាសេរីនៅក្នុងកំប៉ុងនេះអាត្មាដាក់ថាគេយកប៉ុណ្ណាដើម្បីវាមើលទៅរៀងសមរៀងអីនេះគេប៉ុណ្ណឹងហើយទៅទៀតហើយចូលទៅក្នុង inner glow ហើយស្មើនឹងយកវាជាពណ៌សដូចគ្នាអញ្ចឹង inner glow ក៏ដូចគ្នាដែរស្មើនឹងដូរវាទៅជា normal ហើយស្មើថ្លើមទៅលើ size វាបន្តិចចាំឲ្យស្រឡាញ់ឈោកវាដែរកម្រិតច្បាស់របស់វាហើយស្មើទាញខ្លាំងនេះអញ្ចឹងស្មើថ្លើមនេះឲ្យខ្លាំងហើយទាញវាឡើងទីចាស់វាប៉ុណ្ណេះដើម្បីឲ្យវាមានពលឺមួយហើយខាងក្រោមនេះវាដូចជាពលឺដែលវាជះចូលដែរអញ្ចឹងហើយយកវាប៉ុណ្ណឹងហើយបន្តទៀតបងឃើញថានៅក្នុងបាតវាមានដែរអញ្ចឹងស្មើនឹងចុចមកស្ដាំលើបាច់របស់យើងហើយយកពីថា create layers ដើម្បីបដាច់វាទៅជា layer ទាំងពីរហើយដាក់ម៉ាយវាទាំងពីរទៅនេះតើទៅយើងចូលទៅកាន់ brush ហើយ brush នេះដូរវាទៅជាពណ៌ខ្មៅទៅឲ្យសារតែវាពណ៌សមានន័យថាប្រហែលអញ្ចឹងយើងចង់លាក់វិញគឺយើងយកវាពណ៌ខ្មៅនេះមកហើយយកមកលុបមកនេះអង្គឃើញលុបហ្នឹងអញ្ចឹងថានឹងលុបវាប៉ុណ្ណេះហើយខាងក្រោមក៏ដូចគ្នាដែរអូខេស្អាតវាប៉ុណ្ណេះហើយនេះបងអាចដាក់វាជាក្រុមមួយទៅអូខេ drink អូខេអញ្ចឹងបងអាចដាក់ជា save មួយទៀតដើម្បីគូវាជាអក្សរប្រាកេថាវាជាអីទៅដើម្បីសួរចំណាំរបស់យើងថាអានឹងវាជាស្មោលអីអញ្ចឹងបងអាចដាក់រៀងមូលបែបនេះអូខេហើយក្នុងពណ៌ថានឹងយកចម្លងវាចេញពីអានេះមកវិញអូខេបែបនេះហើយស្មាអាចដាក់វាបានអូខេក្នុងនេះស្មានឹងប្រើជា font ក៏ទំនួល Pro អូខេហើយទាញវាទៅដាក់ទៅពណ៌ស្មានឹងប្រើវាទៅជាពណ៌លឿងបែបនេះអូខេចូលយកប៉ុណ្្នឹងទៅសួស្តីអញ្ចឹងមកវីដេអូយូរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងរបៀបធ្វើនៃ small chat បើសិនជាបងមានចម្ងល់ចាំបងអាចសួរថាបានបើចេះមិនឆ្លើយគេអរគុណច្រើនបង